ជំរាបសួរបងប្អូនយើងទាំងអស់ជាទីគោរពខ្ញុំចង់ជម្រាបអំពីសាច់ដុំជើងរបស់យើងតាមពិតខ្ញុំចង់ជម្រាបសាច់ដុំទាំងអស់ពេញមួយខ្លួនយើងប៉ុន្តែខ្ញុំជម្រាបតែសាច់ជើងដុំសាច់ដុំជើងរបស់យើងសំខាន់យ៉ាងដូចនេះសាច់ដុំជើងយើងសំខាន់ណាស់បងប្អូនណាបើយើងមិនថែរក្សាវាតែយើងចាប់ផ្ដើមស្វិតយើងគឺមានបញ្ហាតើការពីវាមិនគឺយើងត្រូវរវល់រហូតក៏យើងធ្វើនេះយើងធ្វើនោះយើងដើរទៅនោះអានេះតែជើងណាតែសាច់ដុំទាំងអស់ក៏មិនអោយស្វិតបានដែរនិយាយតែជើងសិនទៅចោះព្រោះជើងបើបងប្អូនមិនការពារទេសាច់ដុំជើងខ្សោយទៅស្វិតទៅគឺយើងងាយដួលព្រោះអ្វីព្រោះយើងដូចកង់ឡានចេះកង់យើងខ្សោយវាមានបញ្ហាម្ល៉េះយើងត្រូវការខិតខំដើរហាត់ប្រាណរត់ដើម្បីសាច់ដុំយើងឲ្យមាំរហូតជាពិសេសquandខ្ញុំនៅធ្វើការនៅទីពេទ្យបងខ្ញុំច្បាស់មកពេលណាដែលបងប្អូនធ្វើការនៅទីពេទ្យបងប្អូនដឹងថាអ្នកជំងឺគឺថាតែតែជំរុញឲ្យគាត់ដើរមកគឺចង់មិនចង់ត្រូវតែដើរអត់ឲ្យគាត់គេអត់គាត់អង្គុយរហូតទេបាទតែអញ្ចឹងទៅសាច់ដុំគាត់ស្វិតទៅគឺខ្សោយទៅមកហើយតែតែអ្នកវិជ្ជបណ្ឌិតដូចជាពិសេស nurse ជាមួយ pharmacy នេះគឺជួនអីគ្រាយើងឲ្យដើរមកដើម្បីឲ្យសាច់ដុំយើងកុំឲ្យវាស្វិតទេការសិក្សាទៅគេថាបើយើងគេងរហូតក្នុងតែមួយអាទិត្យទេអត់ងើបសោះនៅតែគេងក្នុងពេទ្យក្រែណាគឺថាគេយកឃើញតែសាច់ដុំយើងខាត 5% ហ្មងក្នុងតែមួយអាទិត្យទេបងប្អូនណាហើយពេលដែលយើងខាតសាច់ដុំ 5% មិនងាយបានមកវិញទេបងប្អូនណាអំឡុយសាច់ដុំជើងសំខាន់ណាខ្ញុំនិយាយតែជើងសិនទេបងប្អូនណាឥឡូវអ្នកដែលឆ្អឹងស្ដើងឬឆ្អឹងពុកចុះបើសាច់ដុំយើងអត់សូវមាននៅជើងបើយើងដួលតែងាយបាក់ណាតើបាក់ហើយគឺកាន់តែយ៉ាប់មិនខ្ញុំគឺថាជំរាបបងប្អូនយើងយ៉ាប់តាមអ្នកឯកទេសឥឡូវនេះក៏ដូចគ្នាគឺគាត់និយាយថាតែបាក់ជើងនៅគេងពេទ្យអត់ព្រោះបានមួយឆ្នាំឡើយលើពុកបាក់ជើងយើងចាស់ 70-80 អីចឹងទៅឆ្អឹងមិនងាយតជាប់ទេឲ្យគេងរហូតយើងញ៉ាំរហូតអាពេលហ្នឹងដែលធ្វើឲ្យឆ្អឹងយើងអត់ដែលទៅឲ្យសាច់ដុំយើងវាកាន់តែស្វិតទៅអាហ្នឹងដល់ពេលយើងងើបឡើងយើងមានធ្វើកើតយើងដើរក៏ពិបាកទី2ទៀតសាច់ដុំវាស្វិតទី3ទៀតចុះអាជាតិបាយដែលយើងញ៉ាំរាល់ថ្ងៃគេនៅតែលើក្រែវាមិនត្រូវទៅណាវាទៅជាខ្លាំងវាអត់មានសាច់ដុំប្រើព្រោះសាច់ដុំយើងចេះតែខ្សោយទៅដូចខ្ញុំតាតាមទឹកអស់ 5% បណ្ដាពេលហ្នឹងដែលធ្វើឲ្យយើងមានសម្ពាធឈាមឡើងខ្ពស់ទី2ទៀតស្អីជាស្ករកន្លែងខ្ពស់ណាព្រោះយើងអត់មានសាច់ដុំចុះជាស្ករគេមានតែសាច់ដុំឯអ្នកប្រការតែកាលណាសាច់ដុំខ្ជិលយើងចង់បណ្ដោយអាហ្នឹងដែលបញ្ហាបើយើងត្រូវការកុំគិតរឿងអង្គុយច្រើនពេកយើងសនុកពេកអីពេកត្រូវធ្វើនេះធ្វើនោះដល់ចុះដល់ឡើងកុំឲ្យសាច់ដុំយើងវាខ្សោយត្រូវដើរត្រូវរត់ត្រូវជិះកង់ត្រូវហាត់ប្រាណដើម្បីឲ្យសាច់ដុំកុំឲ្យវាស្វិតបាទព្រោះជើងយើងដូចជាកង់ឡានចឹងបើយើងមិនថែរក្សាវានឹងបញ្ហាព្រោះយើងមានតែជាទៀងមួយកង់ពីរយើងត្រូវថែរក្សាអញ្ចឹងអ្នកសិក្សាមួយទៀតគេថាអ្នកខ្លះនៅគេនៅក្រែឬក៏អត់ធ្វើអីមួយពីអាទិត្យទៅស្ងៀមពីអាទិត្យណាគឺថាកម្លាំងសាច់ដុំជើងរបស់យើងខ្សោយប្រហែលជា10ឆ្នាំឯណោះហើយយើងត្រូវការរវល់ជានិច្ចគឺដើរចុះដើរឡើងធ្វើនេះទៅលើកចុះលើកឡើងណាគេហៅថា resistance exercise ឯហ្នឹងហើយយើងត្រូវតែរវល់ជានិច្ចតែមិនចឹងទេគឺថាយើងមានបញ្ហាខ្លួនយើងគឺថាអ្វីគឺថាយើងខ្សោយទៅយើងជាតែអាជាតែនឹងកាន់តែបញ្ហាទៀតមួយសប្តាហ៍ខ្លះពីជើលើទីអាទេអានោះក៏ដូចជាកង់ជាឡានចឹងអានោះកាន់តែខ្សោយទៅទៀតឥឡូវខ្ញុំនិយាយពីសាច់ដុំកពួនជើងតិចកពួនជើងយើងមានសត្វនេះបាត់ដើម្បីឈាមរត់ទៅវិញវាបាត់ពេលឈាមចូលមកវាបើកពេលដែលយើងអត់សូវមានសាច់ដុំនេះអាហ្នឹងដែលធ្វើយើងជើងហើមងាយពោះសម្បូរខ្លាញ់ទៅវិញចឹងខ្ញុំជឿថាជើងខ្លះខ្សោយដោយសារតែខ្លាញ់ជើងអត់មានសាច់ដុំហើយសត្វនឹងទៀតសំខាន់ណាស់បងប្អូនគឺជាបេះដូងទី2ខ្ញុំថាអានេះបេះដូងទី1កពួនជើងនេះជាបេះដូងទី2ដើម្បីឈាមរត់ទៅវិញបានតើតែយើងមានសាច់ដុំដើម្បីចាក់បាច់អាឈាមនឹងឡើងទៅបេះដូងយើងវិញដើម្បីទៅសួតទៅដូរអុកស៊ីហ្សែនហ្នឹងអញ្ចឹងទៅកាលណាទីយើងអត់មានសាច់ដុំមានតែខ្លាញ់ទៅមានកម្លាំងឡើងទៅ
ពេលហ្នឹងដែលយើងជិះបើហោះយូរពេកអង្គុយយូរពេកចាស់ជាពិសេសទៅជាហើមជើងមិនក៏ហើមដោយសារតែឈាមនោះវារត់ឡើងទៅលើអត់រួចបើជាសាច់ដុំវាអត់មានសាច់ដុំអាស្ទះហ្នឹងទៀតកណ្ដាលតែឈាមវាអត់ឡើងទេវាវិលចឹងទៅជួយនេះខ្លាច់កកទេតែកកហ្នឹងឯងវាទៅជាស្ទះតែស្អីឈាមជើងហ្នឹងណាអាតែស្អីឈាមវាទៅមានស្ទះវាឡើងទៅវិញអាហ្នឹងពាក្យអង់គ្លេសគេហៅនៅពេលថា DVT Deep Vein Thrombosis មានន័យថាស្ទះរួមទៅស្អីឈាមយើងអាវ៉ែនយើងអាឈាមបកទៅបេះដូងយើងវិញទៅសួតយើងវិញអាហ្នឹងពីស្ទះទៅវាហើមគ្រោះថ្នាក់បងប្អូនមិនធម្មតាទេហ្នឹងចឹងមិនអ្នកចាស់ខ្លះគេឲ្យពាក់ស្រោមជើងជាបាល់ហោះទៅផ្លូវឆ្ងាយអីហ្នឹងប៉ុន្តែខ្ញុំជឿចិត្តឲ្យតាកន្លះម៉ោង1ម៉ោងអីហ្នឹងដើរចេញចូលទៅកុំខ្មាស់គេដើរចូលដើរឡើងទៅហើយនឹងហាត់ប្រាណជើងនឹងអង្គុយកន្លែងកៅអីហ្នឹងដែរទីពីរទៀតបើអាឈាមកកហ្នឹងវារត់ឡើងទៅសួតវាស្ទះសួតអញ្ចឹងពីអង់គ្លេសគេហៅថា PE pulmonary embolism វាស្ទះសួតបាត់ដល់ទៅហើមអាចស្លាប់ទៀតហើយបើវារត់ទៅបេះដូងវាកាំងបេះដូងឡាក់នឹងឡាក់អញ្ចឹងបងប្អូនកុំភ្លេចជើងសំខាន់ណាស់គេថាធ្វើម៉េចកុំឲ្យសាច់ដុំជើងយើងខ្សោយបានតែខ្សោយគឺយើងពិបាកបាត់ទាំងអស់កុំភ្លេចតែជាទេសជាអីនោះអត់ល្អទេអញ្ចឹងខ្ញុំជឿថាប្រាប់ចាស់សុខចិត្តទិញគេហៅថាកង់អាទេមមួយដែលយើងរុញពេលយើងដើរបានណាត្រឹមអង្គុយអាហ្នឹងក៏ជួយដើរដើម្បីយើងកម្លាំងយើងអត់មានជើងជើងអត់សូវមានកម្លាំងទេបើមិនចឹងទេយើងត្រូវតែស្រកគីឡូអញ្ចឹងចាំមើលខ្ញុំដាក់រូបបងប្អូនឃើញអ្នកដែលសាច់ដុំស្វិតគឺសម្បូរតែខ្លាញ់នេះជើងអាហ្នឹងដែលបញ្ហាឈាមរត់អត់ដល់ទៅបេះដូងយើងស្រួលវិញបាទសូមបញ្ចប់ចាស់សូមអរគុណធ្វើម៉េចខិតខំដើរឲ្យច្រើនបើអាចរត់បានរត់ទៀតហើយគីឡូបើលើគីឡូធ្វើឲ្យស្រកគីឡូដើម្បីខ្លួនយើងទេដូចឡានចឹងផ្ទុកទម្ងន់គេឲ្យផ្ទុកប្រហែលគីឡូបើយើងផ្ទុកច្រើនពេកក៏រត់អត់រួចដែរតែយូរទៅវាខូចស្លាកដៃស្លាកជើងជង្គង់ក្បាលជង្គង់យើងទៅដូរក្បាលជង្គង់អញ្ចឹងកង់យើងដែលមានឥឡូវនេះនៅមិនទាន់អីយើងខំថែរក្សាកង់ឡានរបស់យើងមានតែកង់2ជាទីមួយគឺឆ្អឹងខ្នងយើងហ្នឹងខោសុខភាព Elisa Contouring Pen ផលិតនៅប្រទេសជប៉ុនប្រើបច្ចេកវិទ្យាអាល្លឺម៉ង់រចនាតាមបែប Ergonomic ប្រើបច្ចេកវិទ្យាត្បាញនិងរឹតបន្តឹងកម្រិតខ្ពស់សមាសភាពកណាត់មានគុណភាពល្អជួយរំលាយឲ្យសាឡូនស្អាតជួយសម្រួលដល់ចរន្តឈាមជួយកាត់បន្ថយបញ្ហាចុករយជើងនិងចង្កេះជួយឲ្យជើងសាឡូនស្អាតបាពណ៌រាបស្មើជួយឲ្យត្រគាកមូលស្អាតប្រើបច្ចេកវិទ្យារក្សាសីតុណ្ហភាពបានល្អមិនហប់ខ្យល់ងាយស្រួលបត់បែនបានគ្រប់ឥរិយាបថខោសុខភាព Elisa Contouring Pen ជួយរំលាយឲ្យសាឡូនស្អាតនិងមានផាសុខភាព